អ្នកមានបំផុតក៏មិនមែនជាព្រះដែរសុំទោសដែលទទួលភ្ញៀវមិនបានល្អពិតមែនហើយឲ្យតែខ្ញុំកម្រើកបន្តិចវានឹងធ្វើឲ្យក្រើកពេញទីក្រុងបែងហេនេះសូម្បីតែពិភពលោកទាំងមូលមានមនុស្សម្នាក់មកដល់ហើយមនុស្សដែលមកដកលុយនៅធនាគារលោកថ្ងៃនេះតើគាត់ទៅណាហើយលោកចង់មានន័យថាថ្ងៃនេះមានអតិថិជនមកដកលុយនៅធនាគារច្រើនណាស់លោកពិតជាស្ដាប់មិនយល់ឬក៏ធ្វើពុតជាល្ងងជាមួយខ្ញុំកុំប្រាប់ណាថាមនុស្សដែលគាត់កំពុងតាមរកគឺជាក្មេងម្នាក់នេះខ្ញុំឮថាគាត់នៅធនាគារបែងហេរបស់លោកនឹងហើយរៀមច្បងចេញមកខ្ញុំគឺមនុស្សដែលលោកកំពុងតាមរកឯងយកវាមកខ្ញុំបានរំលឹកឯងរួចហើយថាឯងមិនអាចទទួលយកផលវិបាកនៃការញុះញង់ខ្ញុំបានទេនិយាយមកតើលោកមកទីនេះធ្វើអ្វីខ្ញុំចង់ជួបមនុស្សម្នាក់នោះគាត់គ្រាន់តែមានគំនិតមួយក៏អាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានភាពវឹកវរបានដែរគាត់គឺជារឿងព្រេងនិទានទោះបីជាខ្ញុំមិនធ្លាប់ជួបគាត់ក៏ដោយប៉ុន្តែច្បាស់ជាមិនមែនជាអញទេមើលឲ្យច្បាស់ខ្ញុំគឺជាម្ចាស់កាតមួយនេះពិតជាកាតអធិរាជកម្ពុជាមែនកុំប្រាប់ណាថាអ្នកមានបំផុតលើមកទីនេះដោយសារតែកាតមួយនេះល្អណាស់ក្មេងតូចអញហ៊ានលេងសើចជាមួយខ្ញុំស្ទើរតែចាញ់បោកឯងទៅហើយឆែវបើធ្វើអីនឹងប៉ាខ្ញុំកាន់វាក្មេងនេះគ្មានលុយតតែសោះកាត់នេះច្បាស់ជារបស់អ្នកចង់ការប្រាក់ហើយអ្នកណាគេយកក្មេងនេះបោះចេញទៅមិនអាចឲ្យវាធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរៀមច្បងម្នាក់នោះទេហ៊ានប្រមាថដល់ពាក្យកណ្ដាលព្រះរបស់ក្រុមហ៊ុន King Cheng ថ្ងៃនេះខ្ញុំនឹងអប់រំឯងជំនួសគាត់លោកដាច់ខាតមិនអាចដោះលែងវាទេមែនហើយសត្វត្រឆានតូចនេះគ្រាន់តែជាសត្វល្អិតសង្គមប៉ុណ្ណោះលោកម្ចាស់យើងដឹងខុសហើយសុំទោសនេះជាអាកប្បកិរិយាសុំទោសរបស់លោកមែនទេខ្ញុំក្រាបសំពះលោកសូមអភ័យទោសឲ្យពួកយើងផងម៉ាក់នៅទីនេះគ្មានអ្នកណាអាចទទួលការលុតជង្គង់របស់ម៉ាក់បានទេនៅលើលោកនេះគ្មានអ្នកណាអាចទទួលបានទេរួមទាំងខ្ញុំផងដែរហើយឯងមានឯងនៅទីនោះក៏សរសើរពិតជាភាពអាម៉ាស់ពេញមួយជីវិតរបស់ខ្ញុំឯងនិយាយថាម៉េចចិត្តស្លាប់ទៅហើយនៅរឹងរូសទៀតជាបើគុំនិយាយទៀតក្មេងស្អុយនោះឥឡូវនេះខ្ញុំសូមណែនាំឯងប្រញាប់ប្រគល់កាត់អធិរាជកម្ពុជាមកបើមិនដូច្នេះទេខ្ញុំនឹងឲ្យមនុស្សរបស់ខ្ញុំចាត់ការហើយជាបើតាកាត់នេះបានមកពីណាខ្ញុំដឹងហើយទីបំផុតឯងក៏ចេះខ្លាចដែរក្មេងនេះស្លាប់ទៅផ្ទះនោះជារបស់ខ្ញុំហើយអ៊ំស្រីគ្របក្បាច់គិតលេខរបស់អ៊ំចិត្តខ្ទាតចំមុខខ្ញុំហើយគ្មានចាស់គ្មានទុំឯងបិទមាត់ឲ្យខ្ញុំលោកគឺជាវេបរបស់ធនាគារយើងរឿងនេះទុកឲ្យលោកចាត់ការចុះល្ងងខ្លាំងណាស់ខ្ញុំបានរៀបចំកាដូជួបមុខចំនួន8នីមួយសុទ្ធតែជារបស់មានតម្លៃបំផុតនៅលើលោកនេះច្បាស់ជាអាចធ្វើឲ្យលោកម្ចាស់ពេញចិត្តមិនខានណែកក្មេងតូចឯងហ៊ានសើចចំអល់ខ្ញុំតាមខ្ញុំមើលលោកគ្មានផ្លូវបានជួបគាត់ទេឆេវបោអ្នកណាគេយកម្ដាយនឹងកូននេះទៅចាត់ការឲ្យស្អាតទៅបងថ្លៃធ្វើអីហ្នឹងខ្ញុំសង្កត់វាពួកឯងឆាប់ចាប់វាទៅឯងនឹងស្ដាយក្រោយទាំងអស់គ្នាហាមកម្រើកបញ្ឈប់ដៃទាំងអស់គ្នាលោកជាអ្នកណាសូមគោរពលោកប្រធានបៅសូមលោកប្រធានបៅបង្ហាញខ្លួនសូមលោកប្រធានបែលបង្ហាញខ្លួនកុំប្រាប់ណាថាម្នាក់នេះគឺជាប្រធានក្រុមហ៊ុន Jobel ក្រុមហ៊ុន Jobel នោះគឺជាតំណាងនៃអំណាចនិងទ្រព្យសម្បត្តិរបស់ Dechia កែវភ្នែកនេះតើខ្ញុំកំពុងគិតផ្ដេសផ្ដាសអីពីក្មេងនេះលោកប្រធានខេនពួកយើងទើបតែស្វែងរកអំបញ្ញមិញមិនឃើញមានតម្រុយអ្វីទេមិនអាចទេបន្តរកទៀតរហូតតតែរកឃើញបាទគុំប្រាប់ណាថាកាត់នោះជារបស់លោកប្រធានបែវលោកប្រធានបែវតើលោកណែណាអ្នកនាងខេនខ្ញុំឮឈ្មោះអ្នកនាងយូរហើយយកច្រឡំទេខ្ញុំគឺជាលោកនៃក្រុមហ៊ុនលោកខ្ញុំបានឮពីកេរ្តិ៍ឈ្មោះរបស់លោកប្រធានបែវជាយូរមកហើយតើខ្ញុំអាចសួរបានទេថារឿងរ៉ាវទាំងនោះជារឿងពិតមែនទេនិយាយឥតប្រយោជន៍លោកប្រធានបែវគ្រប់គ្រងសរសៃឈាមនៃឧស្សាហកម្មចំនួន36នៅទូទាំងពិភពលោករួមទាំងហិរញ្ញវត្ថុអចលនទ្រព្យការដឹកជញ្ជូនវិទ្យាសាស្ត្រនិងឧស្សាហកម្មផ្សេងទៀតឲ្យតែគាត់និយាយមួយម៉ាត់គាត់អាចដណ្ដើមយកទីក្រុងមួយបានគាត់គឺជាអ្នកដឹកនាំហិរញ្ញវត្ថុពិភពលោកជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោកមិនចម្លែកទេឲ្យតែមានចលនាបន្តិចបន្តួចវាអាចធ្វើឲ្យពិភពលោកក៏ក្រៅធ្វើឲ្យបុគ្គលសំខាន់ទាំងអស់ចេញមកក្រៅហើយចូលរួមប្រយុទ្ធទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោកតើមនុស្សម្នាក់នេះមានលុយប៉ុណ្ណាទៅ
សំណាងហើយដែលកាត់អធិរាជកម្ពុជានោះត្រូវក្មេងនោះដណ្ដើមយកទៅមិនមែននៅក្នុងដៃខ្ញុំទេអ្នកនាងខេនខ្ញុំជាអ្នកគ្រប់គ្រងធនាគារបែងហេនេះខ្ញុំដឹងពីរឿងដែលទើបតែកើតឡើងអំបញ្ញមិញគឺក្មេងនេះហើយដែលបន្លំខ្លួនខ្ញុំគ្មានពេលនិយាយឥតប្រយោជន៍ជាមួយលោកទេខ្ញុំមិនបានកុហកទេអ្វីដែលគាត់និយាយសុទ្ធតែជាការពិតអ្នកនាងខេនអំបញ្ញមិញគឺក្មេងនេះហើយកាន់កាត់អធិរាជកម្ពុជាហើយលេងសើចជាមួយពួកយើងយ៉ាងចាស់ដៃកាត់អធិរាជកម្ពុជាដែលមានតែមួយគត់នៅលើពិភពលោកគឺមានតែនៅក្នុងដៃលោកប្រធានបែវប៉ុណ្ណោះសូម្បីតែភ្នាក់ងារកម្ពុជានៅលើពិភពលោកក៏មិនអាចចូលចិត្តបានដែរតើអាចឲ្យក្មេងម្នាក់យកទៅបានដោយរបៀបណាពួកគេនិយាយត្រូវហើយខ្ញុំគឺមនុស្សដែលអ្នកកំពុងតាមរកឯងបាទបងស្រីដ៏ស្រស់ស្អាតក្មេងនេះពិតជាក្លាហានមែននៅហ៊ានញុះញង់ទៀតឯងញុះញង់អ្នកនាងខេនក្មេងនេះច្បាស់ជាចប់ហើយពេលស្នូគ្រាប់កាំភ្លើងបន្លឺឡើងអចលនទ្រព្យរបស់ឯងនឹងក្លាយជារបស់ខ្ញុំក្មេងក្រីក្រមានតែជីវិតថោកទាបប៉ុណ្ណោះឈាមមិនប្រញាប់មកទីនេះឈាមតើឯងដឹងឈ្មោះនេះដោយរបៀបណាទៅជាមួយខ្ញុំទៅចាប់ពីពេលនេះទៅឯងឈ្មោះឈាមតើអ្នកណាដែលលួចចូលក្នុងបេះដូងខ្ញុំមិនអាចបែងចែករវាងយប់និងព្រឹកព្រលឹមតើអ្នកណាដែលលួចចូលក្នុងបេះដូងខ្ញុំលោកប្រធានបែវតាំងពីលោកបាត់ខ្លួនមកយូរណាស់មកហើយដែលគ្មានអ្នកណាគេហៅខ្ញុំថាឈាមបែបនេះទេប្រាប់ខ្ញុំឲ្យលឿនមកតើឯងជាអ្នកណាឲ្យប្រាកដខ្ញុំគឺមនុស្សដែលអ្នកកំពុងតាមរកក្មេងតូចតើឯងដឹងទេថាផលវិបាកនៃការបន្លំខ្លួនជាលោកប្រធានបែវធ្ងន់ធ្ងរប៉ុណ្ណាតើអ្នកចង់ចាប់ខ្ញុំមែនទេអ្នកផឹកស្រាមែនទេមានគេប្រើកេរ្តិ៍ឈ្មោះរបស់អ្នកដើម្បីបោកប្រាស់នៅក្រៅប្រទេសតើអ្នកមិនខ្វល់ទេចុះអ្នកគិតថាខ្ញុំគួរចាត់ការបែបណាគួរតែចាប់ពួកគេទាំងអស់គ្នា